បាទបងប្អូនមួយចំនួនគាត់នៅតែរៀងអល់ឯកចឹងណាគាត់ចេះតែសួរខ្ញុំចឹងណាថាគួរចិញ្ចឹមមានទីផ្សារអត់ខ្លាចអត់ទីផ្សារកាដូបបាទឥឡូវកាដូបខ្ញុំបានជម្រាបបងប្អូនហើយសម្បូរទីផ្សារបាទថោកក្តីថ្លៃក្តីស្រួលលក់បងប្អូនណាបាទស្រួលលក់បើតំបន់ប្រជុំជនផងគឺតែល្អមែនទែនហើយបាទបើតាលក់ឆៅមិនបានយើងបំពងលក់ក៏បានដែរហើយរីឯការចិញ្ចឹមវាងាយបងប្អូនណាបាទបងប្អូនអាចចូលទស្សនាវីដេអូខ្ញុំក៏បានអាចខមមិនសួរខ្ញុំឆ្ងល់កន្លែងណាខ្ញុំអាចបកស្រាយជូនបងប្អូនដើម្បីឲ្យបងប្អូនចិញ្ចឹមទៅបានដូចខ្ញុំចឹងដែរបងប្អូនណាបាទហើយកាដូបនេះវាចំណាយថវិកាធ្វើដើមទុនក៏វាតិចពេលវេលាក៏វាខ្លីតែមួយខែ10ថ្ងៃមួយខែកន្លះអីហ្នឹងគឺយើងប្រមូលផលហើយបងប្អូនបាទហើយបងប្អូនមើលកាដូបល្អណាបាទស៊ីតែស្មៅចឹងណាបាទហើយយើងមានចំណីលាយអីតិចតួចទៀតល្អមែនទែនបងបាទមួយម៉ុងយើងរកចំណូលបានគួរសមដែរបងប្អូនណាបាទ